Ok bạn,សួស្តីបងប្អូនទាំងអស់គ្នាអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំសូមធ្វើការ upgrade វីដេអូដែលខ្ញុំធ្លាប់ធ្វើប្រហែលឆ្នាំមុនចែករំលែកទាក់ទងទៅនឹងការគ្រប់គ្រង stock ហើយធ្វើពេលនោះគឺមានការខុសឆ្គងឆ្គងហើយមានបងប្អូនគាត់ comment ហើយខ្ញុំសប្បាយចិត្តដែលគាត់ដឹងពីអីដែលខ្ញុំបានធ្វើខុសអញ្ចឹងខ្ញុំធ្វើវីដេអូនេះគឺដើម្បីប៉ះពៅដល់គាត់ទៅវិញអញ្ចឹងខ្ញុំគិតថាវាមានអត្ថប្រយោជន៍មែនទែនចំពោះ tool មួយនេះដើម្បីឲ្យបងប្អូនអាចយកទៅប្រើប្រាស់នៅលើកិច្ចការងារផ្ទាល់ខ្លួនឬក៏ជាក់ស្ដែងអញ្ចឹងខ្ញុំបាន design stock management dashboard មួយដែលបងប្អូនគ្រាន់តែមានអាហ្នឹងឯងបងប្អូនអាច manage ការងារតាក់ទងនឹងការគ្រប់គ្រងសម្ភារៈផលិតផលអីផ្សេងៗគឺបានមួយឆ្ងាញ់តែម្ដងអញ្ចឹងនេះគឺជា dashboard ដែលវាបង្ហាញបងប្អូនជា high level បាទកម្រិតខ្ពស់មួយដែលខ្ញុំគិតថាអាចមានប្រសិទ្ធភាពបាទអញ្ចឹងបងប្អូនឃើញ dashboard អញ្ចេះប្រហែលជាបងប្អូនរៀងលំបាកមើលបន្តិចដំបូងគឺមានន័យថាផ្ទាំងមួយប៉ុន្តែយើងអាចមើលឃើញបញ្ហារឿងរ៉ាវគ្រប់យ៉ាងជុំវិញការគ្រប់គ្រងផលិតផលឬក៏ stock របស់យើងអញ្ចឹងណាបាទដូចជាយើងមើលនៅក្នុង KPI inventory នេះអញ្ចឹងខ្ញុំបានរៀបចំឲ្យមានចំនួន stock ដែលយើងមានផលិតផលដែលយើងមានហើយចំនួនដែលនៅសល់ទឹកប្រាក់ដែលផ្ដោតលើការគ្រប់គ្រងតំណែងនឹងមានប្រមាណចំនួន stock អីខ្លះ product អីខ្លះត្រូវ reorder product អីខ្លះដែលអស់ហើយយើងលក់បានប្រមាណតម្លៃដើមប្រមាណចំណេញប្រមាណ margin ប្រមាណគឺវារៀបចំមួយ set តែម្ដងលើហ្នឹងហើយខ្ញុំបានដាក់ remark មួយចំនួនដែរដើម្បីបងប្អូនអាចមើលទៅកាន់តែយល់ណាឥឡូវយើងទៅជាមួយខ្ញុំទាំងអស់គ្នាណាបាទខ្ញុំបង្ហាញពី sheet នីមួយៗទៅឲ្យអស់សិនហើយចាំខ្ញុំមកបញ្យល់អំពី dashboard នេះម្ដងទៀតជូនបងប្អូនណាបាទអញ្ចឹង sheet ដំបូងគឺជា sheet product list បាទនេះគឺជា product master list របស់យើងហើយបើសិនជាបងប្អូនធ្វើអាជីវកម្មបងប្អូនតែងតែមានតំណែងជាក់លាក់អញ្ចឹងយើង list down ជា product code ជា product name ហើយជា category product នឹងមកហើយយើង list down supplier របស់យើងមានន័យថាអ្នកផ្គត់ផ្គង់តំណែងអស់ហ្នឹងហើយយើង list down ចំនួនដែលយើងគិតថា standard នៅពេលដែលយើងចាប់ផ្ដើមដំបូងហើយតម្លៃនៃ product នីមួយៗហើយតម្លៃនៃការលក់បាទកន្លែងនេះយើងសិត standard ថានៅពេលដែលចំនួននឹងនៅសល់ប្រមាណត្រូវឲ្យវាចេញ status ថា reorder អញ្ចឹងណាបាទហើយ product អស់ហ្នឹងខ្ញុំដាក់ឲ្យ select product active ឬក៏ inactive ឬក៏យើងឈប់លក់អីចឹងណាបាទអញ្ចឹងយើងអាច manage លើនឹងបានណាបាទហើយតាក់ទងនឹង column ប្រមាណនេះគឺយើងអាចវាអូតូបន្តិចទេបាទខ្ញុំនឹងបញ្យល់ទៅមុខសិនហើយបងប្អូននឹងយល់អាប្រមាណ column នេះទៀតដែរវាចងរូបមន្តស្រាប់ហើយខ្ញុំអត់បានបញ្យល់លម្អិតតាក់ទងទៅនឹងរូបមន្តសរសេរអីទេបងប្អូនអាចមើលជាក់ស្ដែងទៅឬក៏បងប្អូនកុំប៉ះពាល់វាទៅបានហើយពួកកន្លែងហ្នឹងខ្ញុំបាន verify ហើយគឺត្រឹមត្រូវទាំងអស់បាទហើយបងប្អូនមានចំណេះដឹងលើអាហ្នឹងបងប្អូនអាចរៀនពីអាហ្នឹងមើលបន្ថែមទៅណាបាទអូខេអញ្ចឹងយើងមកមើលទៀតstock in គឺជាតំណែងនៅខាងក្នុងដែលយើងមានបងប្អូនអាចនេះបានណាអា cell ណាដែលវាមានពណ៌ yellow អញ្ចឹងបងប្អូនអាចបំពេញដោយដៃណាបាទខ្ញុំដាក់ manual គឺពណ៌នេះហើយ auto គឺពណ៌នេះអញ្ចឹងបងប្អូនអាចទៅសេពណ៌ហ្នឹងទៅ stock ចូលមកថ្ងៃណាចំនួនប៉ុន្មានតម្លៃប៉ុន្មានអស់ប៉ុន្មានវានឹងកណនីអូតូហើយណាគេអ្នកទទួលហើយបច្ឆេះអីចឹងទៅណាអូខេអញ្ចឹងយើងមើល stock out មានន័យថាគឺជាផលិតផលដែលយើងលក់ឬក៏បានយកចេញណាយើងមើល date ដែលយើងបានយកចេញ invoice លេខប្រមាណលេខ code product នឹងប៉ុន្មានយើងអាច select មកព្រោះយើង set standard product មួយវាមាន code ណាហើយមាន product name វា automatic ទេព្រោះយើងចុច code product នេះវាចេញឥឡូវ example ចុច product code មួយវាចេញកាមេរ៉ាឡើយនេះខ្ញុំលុបវិញអញ្ចឹង
ở đây thì chỗ này con cho mà tính nó con tính làm nào con VIP customer rồi walk in rồi còn cầm bằng online nhảy dương ai ta sẽ thay ban cái này nữa á bà chẳng có tin nó tin cho luôn mà bà chẳng đi camera chẳng có tin đập vào mùi cường đại mà cường tại lại dương lụa tại lại lụa tránh nhá cứ mà rồi mà phầy tại chuyện sẽ đại tới mưa mưa stock in là nếu mà muốn cứ dương tin mà cường tầm rồi thì chẳng dương lụa mà rồi phầy cái này nữa bạn đấy bông bông bên mà sắp tầm lại luôn đi hết na bà bông bông mà sắp tầm lại lơ tầm lại lụa tranh nữa nè nè sum tổ bạn đặt xe là nè đi tầm lại tên trồn đấy tầm lại lụa tranh bông bông ta xe đầy mất nè lại để trồn ok lấy dương mưa stock áo vinh chứng stock áo cái này dương select product đã tự chôn tính về ô tô kết lôi tam đi sạp hay tự chôn bằng lôi tam na dương ai select lại credit card rồi có adder rồi có dương ai còn bằng to là dương note lại điện tử đấy bạn đấy cười chỉ stock áo ok dương mà mưa xịt mùi tiết cứ very important mà trong sống tôi giờ dòng lề lề không ai vì sầm khăn đấy example tha xịt mũiนี้ខ្ញុំធ្វើដើម្បីនៅពេលដែល product យើងមានបញ្ហា example ថាឥឡូវយើងទិញកាមេរ៉ាមកបាន20ហើយស្រាប់តែមានកាមេរ៉ាមួយវាមានបញ្ហាអញ្ចឹងយើងអាចជ្រើសបដាកូដមកនេះបដាកូដណាហើយបញ្ហាហ្នឹងយើងអាចទៅសេមកបញ្ហាអីគេadjust no adjust number អញ្ចឹងយើងអាចដាក់ជាលេខក៏បានដែរថាបញ្ហា001អញ្ចឹង00បញ្ហា001ហ្នឹងមានន័យថាតកតងនឹងបញ្ហាលេខ1ក៏បានដែរ001បញ្ហា001មានន័យថា product ហ្នឹងវាខូចអញ្ចឹងណាអញ្ចឹងកាមេរ៉ាហ្នឹងវាខូចហើយវាតកតងនឹងចំនួនគឺយើងសុំដកចេញមួយបាទយើងសុំដកចេញមួយអញ្ចឹងកាលណាយើងដកចេញមួយគឺហេតុផលគឺដោយសារតែ quality វាអត់ល្អអូខេហើយណាគេ approve គឺ store manager ហើយកិច្ចការងារមិនទៀតឧទាហរណ៍យើងបានតាក់ទងទៅ supplier ហើយថាយើងសុំដកអានឹងឬក៏ claim លុយមកវិញអីផ្សេងៗយើង note ឡើងហ្នឹងអូខេអានេះគឺជា adjust ហើយ adjust ហ្នឹងវានឹងប៉ះពាល់ទៅ dashboard ហ្នឹងវានឹងឲ្យយើងឃើញណាឥឡូវយើងមកមើល supplier វិញអញ្ចឹងយើងក៏ត្រូវមាន sit មួយដើម្បី manage supplier របស់យើងដែរ supplier របស់យើងគឺអ្នកលក់តំណែងឲ្យយើងហ្នឹងឯងគាត់ឈ្មោះអីលេខទូរស័ព្ទគាត់ប៉ុន្មាន email ប៉ុន្មានអាស័យដ្ឋាននៅណាពេលទិញហ្នឹងគាត់ឲ្យយើងជពាក់អត់អីមិនបង់លុយផ្ទាល់ឬក៏មិនអញ្ចឹងណាហើយយើង note ទាំងអស់កន្លែងនេះយើងអនុញ្ញាតឲ្យទៅ save ចូលបានណាយើងមកមើលអតិថិជនវិញអានេះជា optional ទេបាទ list អតិថិជនមួយយើងត្រូវតែ note គាត់ទៅហើយគាត់ជាអតិថិជន page អីអញ្ចឹងណា retail អីក៏អីយើង note កន្លែងហ្នឹងហើយនេះជា setting នេះគឺជាកន្លែងដែលយើងអាចកែកុនបានណាយើងអាចដាក់shop name របស់យើងឡើងនេះទៅយើងអាចរៀបចំ report ហ្នឹងដោយណាគេ symbol លុយហ្នឹងរបស់ណាគេហើយ report ហ្នឹងធ្វើពីថ្ងៃណាទៅអញ្ចឹងណាអញ្ចឹងកន្លែងនេះវាទាក់ទងនឹង validation កន្លែងនេះដែលយើង select មួយហ្នឹងគឺគេ set នៅកន្លែងហ្នឹងណាអញ្ចឹងយើងអាចផ្លាស់ប្ដូរបានកន្លែងនេះអូខេអញ្ចឹងនេះគឺជារបៀបប្រើប្រាស់ដែលខ្ញុំបានប្រាប់របៀបប្រើប្រាស់នេះបងប្អូនអាចអានមួយទៅហើយបងប្អូនទៅមើលឧទាហរណ៍ជាក់ស្ដែងគឺបងប្អូននឹងយល់ហើយរបៀបធ្វើអញ្ចឹងsit នេះខ្ញុំធ្វើជាភាសាអង់គ្លេសទេហើយខ្ញុំគិតថាអ្នកដែលគាត់ធ្លាប់កាន់ stock ឬក៏ពាក់ព័ន្ធមួយការគ្រប់គ្រងទំនិញឬក៏ភ័ស្តុភារអីហ្នឹងគាត់អាចយល់ហើយបាទតើតើនឹងកិច្ចការងារមួយនេះគឺមានន័យថាវាជា dashboard ដែលវាគ្រប់គ្រងសឹងតែគ្រប់យ៉ាងអូខេឥឡូវយើងមកមើល dashboard យើងវិញយើងមកមើល stock low stock ឬក៏ reorder អញ្ចឹងយើងឃើញហើយកាមេរ៉ាមាញ់កាមេរ៉ាយើងទិញមក20ប៉ុន្តែមានអ្នកកំងហ្នឹងវាអស់16បាត់ទៅហើយអញ្ចឹងវានៅសល់5អញ្ចឹងលក្ខខណ្ឌយើងបានដាក់ឲ្យថាកាលណាសល់5ឲ្យវាចេញថា reorder ឡើយនេះអញ្ចឹងយើងមកមើល dashboard វិញគឺវាត្រូវ reorder វាចេញ status ឡើយហ្នឹងណាបើអាណាវានៅ active នៅលក់បានវាអត់ចេញ status អីទេក្នុងនេះប៉ុន្តែវាមានរូបមន្តណាបងប្អូនអាចមើលទៅអញ្ចឹងយើងមកមើលយើងមកមើលវាយើងមកមើល5នៅនេះវា include ទាំងវាបានរួមទាំងមួយដែលយើងកែកុនណាមេថា product នឹងវាខូច
chẳng viên nơi không nâng bố dưỡng lũ ọt đọc ở môi chẳng product viên là so buôn này vấn đề việc khôi môi ấy chẳng như thờ đồ vì ok chẳng men supply giới dưỡng trẻ tông để supply buôn product lớn được không stock dưỡng meta param này chẳng như thờ order làm mình chẳng á hay bây giờ dưỡng order bán dưỡng vô mà phải trô nó lên product nên nè chẳng á vậy phải trô nó này mình để vậy phải trô nó lên stock in nè và còn bản này anh ấy dùng bởi mình đặt thôi mới dùng list down về mà hoàn ấy chia capacity maximum standard bao dương này dương từ biên không clear nhớ ok chẳng nhưng mà mơ top stock value nữa nè chẳng product mới cứ thời bán list cho nữa nè chẳng product con màn cứ product nó trên lại đam ở mán cứ nơi còn nẻo thà thà camera nhưng trên máu mà phơi những ta lay với màn pram rồi chân trời chẳng cứ bên đơn nặng sum tô mình thà product nó viên pram chứ pram nó viên tập pram rồi thì stock value ok product lại so mùi muối nó lay bình chứ lay tam nằng chứ ok nhưng mà mơ chat lại như vậy chẳng ca lỗ bao dưỡng vì miền ngày khả thò dương stock áo dương miền ngày khả liền lại nè chẳng chat ní anh ấy viên capture mong đọc pi kha vô nâng tạm đó hay vì bàn xăm rồi có việc sọp lôi lụ chân nền ní sọp lôi thay đam nền ní hay sọp profit dương nền ní hơi mà trên dương nền ní hơi bắt cá nền ní chẳng hết nè chẳng dương mà mơ chat nền ní nhưng cho tới dương đừng khơi nhà việc bằng hàng tên data nó dương mơ khai param chẳng hay bây giờ lụ bàn group khai vì đừng load bàn group khai nền này thằng hay dương mà mơ computer bao dương xong tôi stock value bao dương với dương anh mà mơ nền này bàn cứ nhóm bạn đã chat ao nên đi sắm chẳng là bạn hay chẳng nhóm kịch thà platformមួយនេះវាល្អសម្រាប់បងប្អូនយកទៅប្រើប្រាស់ជាក់ស្ដែងហើយខ្ញុំសូមអរគុណដែលបាន comment ហើយខ្ញុំជឿជាក់ថាបងប្អូនអាចមើលវីដេអូនេះហើយបងប្អូនអាចចូលតាម link ដែលខ្ញុំដាក់នៅក្នុងវីដេអូ description ហ្នឹងទៅ download យក tool នឹងប្រើបានណាហើយសូមអរគុណបងប្អូនសម្រាប់ការទស្សនាបាទ